សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានជាមួយនឹងមីនុយបង្កងអបមីសួរមកចែករំលែកវីដេអូមុនរបស់ខ្ញុំគឺខ្ញុំធ្លាប់ធ្វើជាមួយនឹងបង្គាអបមីសួរម្សៅអញ្ចឹងលើកនេះគឺខ្ញុំមកធ្វើជាមួយនឹងបង្កងអបមីសួរម្ដងបង្គាអបមីសួរហ្នឹងគឺមានរសជាតិឆ្ងាញ់ហើយប៉ុន្តែបើបានញ៉ាំជាមួយនឹងបង្កងអបមីសួរវិញណាបងប្អូននៅរសជាតិគឺឆ្ងាញ់ទ្វេដងហ្មងអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរមកតាមដានទស្សនាជាមួយខ្ញុំពីរបៀបធ្វើក៏ដូចជាគ្រឿងផ្សំសម្រាប់ប្រភេទបង្កងថ្ងៃនេះគឺខ្ញុំជ្រើសរើសជាមួយនឹងបង្កងរស់និយាយរួមទៅបង្កងរស់ហើយយកមកធ្វើជាមួយនឹងម្ហូបគឺឆ្ងាញ់មែនតើដោយសារតែសាច់របស់គេគឺថ្មីណែនហើយជាមួយនឹងខួរគេក៏ផ្អែមឆ្ងាញ់ខ្ទិះហ្មងដែរមានប្រមាណមុខដែលខ្ញុំបានសរសេរនៅក្នុងវីដេអូហ្នឹងបងប្អូនអាចទស្សនាបានហើយនេះគឺខ្ញុំមកធ្វើការត្រាំមីសួរជាមួយនឹងទឹកក្តៅនិយាយរួមទៅគឺខ្ញុំអត់ត្រាំជាមួយនឹងទឹកត្រជាក់ទេដោយសារតែខ្ញុំចង់ឲ្យនៅពេលដែលយើងដាក់អប់មីសួរទៅគឺវាឆាប់ឆ្អិនសាច់មីសួរវិញទៀតគឺខ្ញុំអត់ចង់ឲ្យចំណាយពេលអប់យូរដែលធ្វើឲ្យសាច់បង្កងហ្នឹងគឺវាឆ្អិនខ្លាំងពេកគឺវាទៅជាអត់មានជាតិទេខ្សោះជាតិវិញខ្ញុំក៏ដាក់ត្រាំមីសួរហ្នឹងជាមួយទឹកក្តៅប៉ុន្តែបើសិនជាបងប្អូនទម្លាប់ត្រាំជាមួយនឹងទឹកត្រជាក់ធម្មតាហ្នឹងក៏បានដែរគ្រាន់តែយើងកំណត់នាទីអប់ហ្នឹងគឺតាមនឹងទៅបង្កងនេះវិញគឺយើងអាចយកវាទៅលាងសម្អាតឲ្យស្អាតហើយកាត់ពុកមាត់វាអីមកស្អាតទៅជាបន្តគឺខ្ញុំបានមកធ្វើការហាន់ជាមួយនឹងខ្ញីនេះគឺយើងដាក់តាមចំណង់ចំណូលចិត្តបានច្រើនដាក់ច្រើនអត់សូវចូលចិត្តទេមិនដាក់ក៏បានដែរគ្រាន់តែថាមានខ្ញីទៅបន្ថែមឲ្យអប់មីសួរយើងហ្នឹងគឺវាឈ្ងុយល្អខ្ញុំហាន់វាជាចំណិតស្ដើងអញ្ចឹងឥឡូវនេះខ្ញីហ្នឹងខ្ញុំបានហាន់រួចរាល់ហើយជាបន្តគឺខ្ញុំបានមកធ្វើការហាន់ជាមួយនឹងស្លឹកខ្ទឹមនេះគឺខ្ញុំបែងចែកផ្នែកគល់វាម្ដុំក៏ដូចជាផ្នែកស្លឹកហ្នឹងម្ដុំទៅដោយសារតែខ្ញុំនៅយកផ្នែកគល់វាហ្នឹងទុកដាក់រំលីងជាមួយនឹងខ្ទឹមផងបន្តមកទៀតគឺខ្ញុំហាន់ជាមួយនឹងជីវ៉ាន់ស៊ុយនេះគឺខ្ញុំអត់ដែរចោលជាមួយនឹងអប់មីសួរមិនថាប្រគេអប់មីសួរក្តាមអប់មីសួរឬក៏បង្កងអប់មីសួរអីទេដោយសារតែជីវ៉ាន់ស៊ុយនេះគឺវាបន្ថែមក្លិនឲ្យឈ្ងុយឥឡូវនេះខ្ញុំមកធ្វើការកិនជាមួយនឹងខ្ទឹមក្រហមខ្ទឹមសក៏ដូចជាខ្ញីគល់ជីវ៉ាន់ស៊ុយគល់ស្លឹកខ្ទឹមកិនប្រហែលមុខនឹងចូលគ្នាដើម្បីឲ្យវាម៉ត់ល្អប៉ុន្តែបើសិនជាបងប្អូនអត់មានជាមួយនឹងម៉ាស៊ីនកិននេះទេគឺយើងអាចបុកក៏បានដែរជាមួយនឹងប្រដាប់កិនខ្ទឹមនេះនៅក្នុងចង្ក្រានបាយគឺងាយស្រួលប្រើមែនឃើញជាមួយនឹងមុខកបាត់គេទូចចឹងប៉ុន្តែកិនបានម៉ត់ល្អហ្មងចង់ម៉ត់ជាងនឹងគឺយើងកិនបន្ទាប់ពីកិនជាមួយនឹងខ្ទឹមក៏ដូចជាខ្ញីអីនឹងរួចរាល់គឺខ្ញុំមកលាយជាមួយនឹងទឹកសោះម្ដងទឹកសោះរបស់ខ្ញុំមានគ្រឿងផ្សំដូចខ្ញុំបានសរសេរនៅក្នុងវីដេអូនេះបរិមាណគ្រឿងទេសនេះវិញគឺយើងផ្សំវាមកសមាមាត្រជាមួយនឹងបន្លែក៏ដូចជាមីសួរហើយនឹងសាច់បង្កងរបស់យើងទៅយីរួមទៅយើងអត់ត្រូវការរសជាតិបែបដិតទេដោយសារតែអត់មីសួរញ៉ាំរសជាតិបែបរៀងដិតហ្នឹងគឺញ៉ាំអត់ឆ្ងាញ់ទេគ្រឿងលីងដិតគឺញ៉ាំអត់បានច្រើនទេវាទលាន់ហ្មងប៉ុន្តែបើយើងលាយគ្រឿងថាគឺបែបល្មមឆ្ងាញ់ហើយយើងញ៉ាំបានច្រើនហើយអត់ទលាន់ទេខ្ញុំយកមីសួរដែលយើងបានត្រាំជាមួយនឹងទឹកក្តៅរីកហើយខ្ញុំយកវាទៅលាងជាមួយនឹងទឹកត្រជាក់ពីរបីទឹកសិនណាទើបខ្ញុំយកវាមកប្រឡាក់ជាមួយនឹងទឹកសោះទឹកគ្រឿងដែលយើងបានលាយបាញ់មុនតោះមកយើងធ្វើការច្បល់វាឲ្យសព្វជាមួយនឹងគ្រឿងក៏ដូចជាសាច់មីសួរហើយខ្ញុំបន្ថែមជាមួយនឹងគ្រឿងខ្ទឹមកិនមុនហ្នឹងណាដើម្បីឲ្យវាឈ្ងុយជាប់សាច់មីសួរយើងអញ្ចឹងឥឡូវនេះខ្ញុំធ្វើការច្បល់វាសពហើយខ្ញុំដាក់វាទុកមួយឡែកទៅខ្ញុំចាប់ផ្ដើមមកចម្អិនម្ដងប្រេងអូលីវចូលមកល្មមទៅទើបខ្ញុំដាក់ជាមួយនឹងខ្ទឹមប៉ងខ្ទឹមគ្រឿងមានខ្ញីមានអីមិញហ្នឹងគឺដាក់អំពងមកឈ្ងុយល្អមែនតែនអញ្ចឹងឥឡូវនេះខ្ញុំបន្ថែមជាមួយនឹងគល់ស្លឹកខ្ទឹមដែរគល់ស្លឹកខ្ទឹមហ្នឹងគឺដាក់អញ្ចឹងទៅគឺវាយកក្លិនដែរជាបន្តគឺខ្ញុំបង់ជាមួយនឹងបង្កងចូលមានជាមួយនឹងដង្កៀបបង្កងអីហ្នឹងគឺដាក់ចូលអស់ទៅដល់មកខ្ញុំធ្វើការឆាច្បល់វាពី3ត្រឡប់សិនទៅខ្ញុំដាក់ជាមួយនឹងខ្ញីចូលពេលដែលដាក់ខ្ញីចូលហើយខ្ញុំដាក់ទឹកសោះហ្នឹងចូលក្នុងពេលតែមួយដែរហ្មងទៅបន្តមកទៀតខ្ញុំធ្វើការច្បល់ឆាវាមកត្រឡប់2ត្រឡប់សិនទៅខ្ញុំចាក់ជាមួយនឹងបន្លែចូលសម្រាប់បង្កងអប់មីសួរនេះបងប្អូនចូលចិត្តញ៉ាំបន្លែអីដាក់តាមចំណូលចិត្តទៅប៉ុន្តែសម្រាប់ខ្ញុំគិតថាបន្លែដែលត្រូវនឹងមានតែជាមួយនឹងស្ពៃចិននេះទេស្ពៃទុយហ្នឹងញ៉ាំជាមួយនឹងបង្កងអប់មីសួរនេះគឺត្រូវគ្នាមែនតើស្ពៃចូលឆា2 3ត្រឡប់ហើយចាក់ជាមួយនឹងមីសួរដែលយើងបានប្រឡាក់ជាមួយទឹកសំបាញ់មិញហ្នឹងគឺយើងដាក់ចូលហើយយើងធ្វើការចាក់ជាមួយនឹងកញ្ចប់អញ្ចឹងក៏បានយើងចង់ច្បល់ជាមួយនឹងវ៉ៃឆាក៏បានដែរគ្រាន់តែថាយើងត្រូវថ្នមដៃតិចដើម្បីកុំឲ្យសាច់មីសួររបស់យើងហ្នឹងគឺវាជ្រាយឬក៏វាដាច់សាច់មីសួរអញ្ចឹងគឺអត់សូវតំណងញ៉ាំទេពួកខ្ញុំមកចូលចិត្តញ៉ាំជាមួយនឹងអប់មីសួរបែបអេកដុំទៅញ៉ាំអត់ឆ្ងាញ់ហ្មងវាទៅជាតលាន់ណាអញ្ចឹងនៅកន្លែងនេះបងប្អូនត្រូវប្រយ័ត្ននៅពេលដែលយើងប្រើជាមួយនឹងទឹកសោះនេះគឺយើងចាក់មកល្មមសមាមាត្រជាមួយនឹងសាច់មីសួរទៅគឺបានហើយយើងក៏កុំភ្លេចបើកកម្របខ្ទះដើម្បីច្បល់មីសួរហ្នឹងឲ្យវាឆ្អិនសព្វសាច់ល្អមីសួរបង្កងរបស់ខ្ញុំក៏បានឆ្អិនហើយដែរអញ្ចឹងខ្ញុំអាចធ្វើការបិទភ្លើងដាក់ចុះបានហើយបន្ថែមជាមួយនឹងស្លឹកខ្ទឹមក៏ដូចជាជីវ៉ាន់ស៊ុយនេះគឺធ្វើឲ្យអប់មីសួររបស់ខ្ញុំកាន់តែឈ្ងុយឆ្ងាញ់មុខនេះគឺ very recommend មែនតើជូនជាមួយអ្នកដែលគាត់ចូលចិត្តញ៉ាំជាមួយនឹងមីសួរវីដេអូនេះចប់បើកុំភ្លេចសាកល្បងរៀនធ្វើទាំងអស់គ្នាវីដេអូរបស់ខ្ញុំគឺបានឈានដល់ទីបញ្ចប់ហើយសូមអរគុណច្រើនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បងចូលចិត្តរកវីដេអូចែករំលែករបស់ខ្ញុំកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងណាជម្រាបលាបងប្អូនចាំជួបគ្នានៅវីដេអូក្រោយៗ